អាមេរិកជំរាបប្រជាពលរដ្ឋប្រមាណជា18,800នាក់ចេញពីតំបន់កំពង់គំរាមកំហែងដោយទំនប់ទឹកប្រពកញូផ្សាយនៅថ្ងៃច័ន្ទទី13ខែកុម្ភៈឆ្នាំ2017បានឲ្យដឹងថាប្រជាពលរដ្ឋអាមេរិកប្រមាណជា18,800នាក់ស្ថិតនៅតំបន់ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ាត្រូវបានអាជ្ញាធរប្រកាសឲ្យធ្វើការភៀសខ្លួនចេញពីតំបន់ដែលខ្លួនកំពុងរស់នៅបន្ទាប់ពីមានសញ្ញាប្រកាសអាសន្នពីទំនប់ទឹកដ៏ធំបំផុតរបស់អាមេរិកកាលពីថ្ងៃអាទិត្យម្សិលមិញតំបន់បឹង Oroville ស្ថិតនៅចម្ងាយប្រមាណជា150ម៉ាយភាគឦសាននៃទីក្រុង San Francisco គឺជាបឹងដែលត្រូវបង្កើតឡើងដោយកម្លាំងមនុស្សនិងមានទំហំធំជាងគេនៅក្នុងរដ្ឋហើយទំនប់ទឹក Oroville ដែលកំពុងរងបញ្ហានេះគឺជាទំនប់ទឹកដែលមានកម្ពស់ខ្ពស់រហូតដល់770 ហ្វូតខ្ពស់ជាងទំនប់ទឹកនានាដែលមាននៅក្នុងសហរដ្ឋអាមេរិកការជំរាបប្រជាពលរដ្ឋត្រូវបានធ្វើឡើងតាំងតែពីថ្ងៃអាទិត្យម្សិលមិញក្រោយពេលមានបញ្ហាផ្លូវចកចេញចូលបន្តរបស់ទំនប់ទឹកអាចនឹងមានបញ្ហាបាក់រលំអស់រយៈពេលជាច្រើនម៉ោងរថយន្តរាប់រយគ្រឿងបានធ្វើដំណើរចាក់ចេញទាំងភ័យខ្លាចនិងជាប់គាំងដោយបញ្ហាស្ទះចរាចរណ៍